ខាងក្រៅខ្ញុំបាននេះគឺជាទីតាំងទី2ដែលកសិដ្ឋាននោះបានបង្ហូរមកចូលបឹងបាទខាងក្រៅនេះគឺបឹងបាទតែអ្វីដែលប្រជាពលរដ្ឋគាត់លើកឡើងអំបញ្ញមិញនេះគឺថាបឹងនេះគឺជាឈ្មោះបឹងតាពាំងឫស្សីបាទដឹងបឹងតាពាំងឫស្សីនេះបាទហើយពួកគាត់បានលើកឡើងថាទឹកបឹងនេះគឺមានក្លិនស្អុយខ្លាំងពេលដែលគាត់ចុះទៅរាវខ្យងរាវអីបាទរមាស់ពេញតែខ្លួនបាទហើយក៏មានត្រីពុលនៅក្នុងនឹងដែរបាទអញ្ចឹងទេកសិដ្ឋាននេះគឺផ្នែកខាងក្រៅនេះគឺគាត់បានបង្ហូរទឹកស្អុយចេញពីស្រះគាត់ស្រះកសិដ្ឋានគាត់ចូលមកបឹងធម្មជាតិដែលជាបឹងរបស់រដ្ឋដែលប្រើប្រាស់ប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលរាល់ថ្ងៃបាទអញ្ចឹងទេខ្ញុំគ្រាន់តែថារាយការណ៍លើកទី1គឺបានបង្ហូរទៅបន្លាយនៅខាងនោះបាទហើយការបង្ហូរលើកទី2គឺបង្ហូរមកចូលបឹងសាធារណៈរបស់រដ្ឋបាទសាធារណៈរបស់រដ្ឋតែម្ដងអញ្ចឹងទេព័ត៌មាននេះខ្ញុំសង្ឃឹមនឹងជឿជាក់ថាថ្នាក់ដឹកនាំមានជំនាញពាក់ព័ន្ធនឹងមេតាចុះត្រួតពិនិត្យថាតើការបង្ហូរប្រភេទទឹកស្អុយនេះបាទមកចូលមកបឹងធម្មជាតិនេះចូលទៅបន្លាយអីជាដើមនោះតើវាជាការត្រឹមត្រូវឬទេបាទហើយតើកន្លងមកអាជ្ញាធរមានដឹងឬទេថាពាក់ព័ន្ធនឹងការបង្ហូរទឹកស្អុយនេះដែលប្រជាពលរដ្ឋតែងតែមានការលើកឡើងបាទហើយខ្ញុំមិនមានអីទេនេះគ្រាន់តែជាព័ត៌មានបឋមព័ត៌មានបន្ថែមយ៉ាងណានោះបន្ទាប់ពីខ្ញុំបាទធ្វើការសាកសួរទៅអាជ្ញាធរឬក៏មន្ត្រីជំនាញខ្ញុំនឹងធ្វើព័ត៌មានលម្អិតបន្ថែមបាទសូមអរគុណសូមជម្រាបលាបាទ